ការពីវីដេអូមុនខ្ញុំបានធ្វើការចែករំលែកអំពីការជប់សម្រាប់ប្រចាំសប្តាហ៍នៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកខ្លះៗអំពីការជប់សម្រាប់ពិសេសនយោជកមានសិទ្ធិអនុញ្ញាតឲ្យកម្មករនយោជិតរបស់ខ្លួនបានជប់សម្រាប់ពិសេសដោយមានប្រាក់ឈ្នួលដែលមានថវិកាវេលាមិនលើសពី7ថ្ងៃក្នុងមួយឆ្នាំក្នុងឱកាសដែលកម្មករនយោជិតមានធុរៈផ្ទាល់ខ្លួនឬក្នុងឱកាសមានព្រឹត្តិការណ៍ប៉ះពាល់ផ្ទាល់ដល់គ្រួសារកម្មករនយោជិតដូចជាឬពាក្យផ្ទាល់ខ្លួនប្រពន្ធសម្រាលកូនឬពាក្យកូនប្តីប្រពន្ធកូនឪពុកម្ដាយមានជំងឺទទួលមរណភាពនយោជកអាចធ្វើការកាត់កងការជប់សម្រាប់ពិសេសពីថ្ងៃជប់សម្រាប់ប្រចាំឆ្នាំរបស់កម្មករនយោជិតបានប្រសិនបើកម្មករនយោជិតមិនទាន់បានអនុវត្តការជប់សម្រាប់ប្រចាំឆ្នាំទាំងអស់របស់ខ្លួនប្រសិនបើកម្មករនយោជិតបានអនុវត្តការជប់សម្រាប់ប្រចាំឆ្នាំទាំងអស់របស់ខ្លួនហើយឬមានន័យថាកម្មករនយោជិតពុំមាននៅសល់ថ្ងៃជប់សម្រាប់ប្រចាំឆ្នាំដើម្បីធ្វើការកាត់កងនោះទេនយោជកអាចតម្រូវឲ្យកម្មករនយោជិតមកធ្វើការសងដើម្បីកាត់កងបានការអនុវត្តការធ្វើការសងអាចអនុវត្តបានតែក្នុងរយៈពេល90ថ្ងៃក្រោយការជប់សម្រាប់ពិសេសការធ្វើការសងត្រូវអនុវត្តនៅក្នុងថ្ងៃធ្វើការធម្មតាមានន័យថានយោជកមិនអាចឲ្យកម្មករនយោជិតមកធ្វើការសងនៅថ្ងៃជប់សម្រាប់ប្រចាំសប្តាហ៍ឬថ្ងៃជប់សម្រាប់បុណ្យដែលមានប្រាក់ឈ្នួលបានឡើយការធ្វើការសងមានថវិកាវេលាមិនលើសពី10ម៉ោងក្នុងមួយថ្ងៃឬ54ម៉ោងក្នុងមួយសប្តាហ៍មានន័យថាកម្មករនយោជិតអាចធ្វើការងារសងបានតែ6ម៉ោងក្នុងមួយសប្តាហ៍តែប៉ុណ្ណោះនិងត្រូវទទួលបានប្រាក់ឈ្នួលតាមអត្រាប្រាក់ឈ្នួលនៃម៉ោងធ្វើការធម្មតាប្រសិនបើកម្មករនយោជិតធ្វើការលើសពី54ម៉ោងក្នុងមួយសប្តាហ៍ថវិកាវេលាដែលលើសនោះនយោជកត្រូវធ្វើការគិតប្រាក់ឈ្នួលទៅតាមអត្រាដំឡើងដែលកំណត់ដោយច្បាប់ស្តីពីការងារបងប្អូនអាចឆ្វេងយល់បន្ថែមអំពីការជប់សម្រាប់ពិសេសនៅក្នុងមាត្រា171នៃច្បាប់ស្តីពីការងារប្រកាសលេខ276ឆ្នាំ2001របស់ក្រសួងសង្គមគិច្ចការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងយុវនីតិសម្បទានិងសេចក្តីណែនាំលេខ010ឆ្នាំ2020របស់ក្រសួងការងារបណ្ដុះបណ្ដាលនិងវិជ្ជាជីវៈខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងមានប្រយោជន៍ដល់បងប្អូនទាំងអស់គ្នា